ចាជំរាបសួរបងប្អូនទាំងអស់គ្នានិយាយរួមទៅគឺនាងខ្ញុំសូមអធិស្ឋានបងប្អូនទាំងអស់គ្នាផងដែរដោយសារមួយរយៈនេះនាងខ្ញុំអត់បានផុសវីដេអូដូចជាមួយខែជាងដោយសារតែនាងខ្ញុំឈឺគ្រាន់តែឈឺនឹងជិតរយៈពេលមួយខែបងប្អូនអើយជាពិសេសគឺសម្លេងតែម្ដងនិយាយអត់កើតនិយាយលឺសូរខ្សៅអញ្ចឹងហើយឥឡូវនាងខ្ញុំចាប់ដើមធ្វើវីដេអូម្ដងទៀតហើយសូមបងប្អូនទាំងអស់គ្នាជួយកុំភ្លេចជួយ subscriber និង comment share វីដេអូរបស់នាងខ្ញុំដើម្បីទទួលបានវីដេអូថ្មីបន្តទៀតហើយនេះគឺថ្ងៃនេះគឺនាងខ្ញុំនាំបងប្អូនមកទស្សនាការដាំដំណាំមានច្រើនប្រភេទដែរបងប្អូននៅក្នុងប្រទេសអាល្លឺម៉ង់ប៉ុន្តែមុននេះគឺជាវីដេអូដែលនាងខ្ញុំបង្ហាញបងប្អូននេះគឺដើមតំពាំងបញ្ជូបងប្អូនព្រោះដើមតំពាំងបញ្ជូព្រោះកូននាងខ្ញុំគាត់ដាំដើមតំពាំងបញ្ជូបានច្រើនហើយតំពាំងបញ្ជូហ្នឹងគឺថាមានពណ៌លឿងពណ៌ច្រឡំពណ៌ខៀវពណ៌ក្រហមអញ្ចឹងទៅយើងចេះហៅពណ៌ក្រហមជាទូទៅយើងហៅពណ៌ក្រហមហើយពណ៌ខៀវពណ៌ក្រហមហ្នឹងឯងហើយមានច្រើនប្រភេទដែរបងប្អូនមានប្រភេទតូចប្រភេទធំនេះតូចវាឡើងចាប់ដើមឡើងគឺតូចហើយអ្វីដែលសំខាន់ហ្នឹងគឺថាតំពាំងបញ្ជូដែលគាត់ដាំហ្នឹងគឺពេលខ្លះគាត់ក៏យកចែកបងប្អូនខ្លះចឹងទៅសម្រាប់ញ៉ាំចឹងទៅហើយសល់ពីហ្នឹងគឺថាគាត់យកធ្វើជាស្រាតំពាំងបញ្ជូឬជាទឹកខ្មេះឬក៏ធ្វើជាដំណប់តំពាំងបញ្ជូចឹងណាសម្រាប់បៀកជាមួយនឹងនំប៉័ងចឹងទៅហើយអ្វីដែលសំខាន់គឺថាផ្លែច្រើនណាចកោមល្អហើយគាត់ដាំបានច្រើនដែរហ្នឹងហើយក្តឹបវាក៏ច្រើនដែរបងប្អូនហើយជាទូទៅគឺថាមានបងប្អូនគាត់ខមមិនថាតំពាំងបញ្ជូហ្នឹងគឺថាក្តឹបវាហ្នឹងយើងយកទៅជ្រលក់ជាមួយនឹងទឹកត្រីផ្អែមគឺឆ្ងាញ់មែនតើបងប្អូនអើយធ្វើទឹកត្រីស្ករច្រឡំទឹកត្រីផ្អែមធ្វើជាទឹកត្រីស្ករឆ្ងាញ់ណាស់អានេះខ្ញុំអត់ដែរសាអីហើយមួយទៀតគេថាក្តឹបវាស្លឹកវាក្តឹបស្លឹកហ្នឹងនេះគឺយកទៅស្លមកជូរក៏ឆ្ងាញ់ដែរតែនេះខ្ញុំអត់ទាន់បានសាកទេបងប្អូនអើយហើយនៅទីនេះគឺថាដល់រដូវក្តៅគឺបងប្អូនប្រជាជននៅក្នុងប្រទេសអាល្លឺម៉ង់ដែលគាត់មានដីមានផ្ទះធំដីធំទលាយអញ្ចឹងគឺគាត់ដាំបន្លែខ្លះអញ្ចឹងទៅគឺហើយគាត់ដាំដូចជាផ្លែឈើមានcherry មានផ្លែប៉ោមផ្លែសេរីអីចឹងណាហើយនឹងផ្លែផ្លាំអញ្ចឹងទៅហើយនាងខ្ញុំផ្ទះគាត់គឺមានគ្រប់ប្រភេទផ្លែឈើដូចជានាងខ្ញុំរៀបរាប់ហ្នឹងគឺមានតែនាងខ្ញុំអត់បានថតទេហើយនាងខ្ញុំគ្រាន់តែមកថតបន្លែគាត់មិញហ្នឹងគឺគាត់ដាំពោតនេះគឺពោតក្រហមហ្នឹងបងប្អូនពោតផ្អែមយកទុកញ៉ាំយកទៅស្ងោរញ៉ាំបានហើយនឹងមួយទៀតគឺសណ្តែកគាត់នៅស្រុកនេះបងប្អូនប្រជាជនជាតិអាល្លឺម៉ង់ពីច្រើនគឺគាត់ដាំសណ្តែកប្រាំងបងប្អូនសណ្តែកប្រាំងហើយនេះសណ្តែកនេះគឺសណ្តែកតប៉ែតដូចសណ្តែកហោឡើងតាវអញ្ចឹងបងប្អូនហើយមានដើមល្ពៅនេះល្ពៅនៅស្រុកនេះខុសពីល្ពៅនៅស្រុកយើងបងប្អូនអត់ស្អិតដូចនៅស្រុកយើងទេស្រុកយើងគឺស្អិតល្មួតឆ្ងាញ់ណាតែល្ពៅនេះមានច្រើនប្រភេទគាត់ដាំនេះមាន 3-4 ប្រភេទដែរបងប្អូនមានល្ពៅគេយកទៅធ្វើជាមួយស្ប៉ាហ្គេទីហើយល្ពៅគេយកទៅធ្វើជាស៊ុបហើយល្ពៅនេះអាធំហ្នឹងណាបងប្អូនអាហ្នឹងគាត់ពេលធំហើយពេលដែលដល់រដូវប្រមូលផលគាត់យកទៅធ្វើជាគាត់យកទៅឆ្លាក់ជារូបពេលបងប្អូនឃើញពេលបុណ្យ Halloween ណា
bon Halloween ហ្នឹងគឺគេយកល្ពៅនឹងឆ្លាក់ដាក់ឆ្លាក់ជារូបហើយគេដាក់ទៀននៅមុខផ្ទះអញ្ចឹងណាបងប្អូនអាហ្នឹងគឺគាត់យកទៅទុករាល់ឆ្នាំគាត់ដាំអាហ្នឹងគឺដើម្បីយកទៅទុកតាំងទេបងប្អូនអើយហើយនិយាយរួមទៅគាត់ដាំដំណាំបានច្រើនដីគាត់រៀងធំហើយក៏ដាំមុខតិចចឹងទៅហើយនេះគឺstrawberry បងប្អូន strawberry ហ្នឹងគឺឆ្ងាញ់ណាស់បងប្អូនអើយហើយគាត់ដាំបានខាងនេះ3-4ជួរអញ្ចឹងខាងនោះ3-4ជួរទៀតទៅហើយគាត់យកទៅធ្វើជាតំណាប់ខ្លះគាត់ចែកគ្នាញ៉ាំខ្លះចឹងទៅហើយគាត់យកធ្វើជា cake strawberry cake ឆ្ងាញ់ណាស់បងប្អូនអើយហើយអធិស្ឋានផងបងប្អូនបើសិនជានាងខ្ញុំនិយាយទៅមានការតោះខុសឬត្រង់ណាសូមអធិស្ឋានផងខន្តីអភ័យទោសផងដែរណាហើយនេះគឺផ្លែច្រើនណាស់បងប្អូនហើយតូចគាត់បែធំធ្វើ strawberry អស់ហើយអានឹងយើងអាចគាត់បេះធ្វើជាបងប្អូននេះដាំកាពាំងបារាំង cake strawberry cake ហើយនឹងធ្វើជា marmalade គេហៅថាតំណាប់នេះណាបងប្អូនតំណាប់ cherry នេះខ្ទឹមហើយអ្វីដែលសំខាន់គឺថានេះដលងមានគាត់ដាំមានតាំងពីដលងបារាំងមានតាំងពីសក់មានតាំងពីននងអឺរ៉ុបគេហៅនងននងអឺរ៉ុបក៏មានហើយមានទំពាំងបារាំងផងដែរមានច្រើនណាស់មានទឹមបារាំងផងអីផងនិយាយរួមទៅមានសពគ្រប់ដាំមុខទីចឹងណាបងប្អូនហើយនេះគឺជាគាត់ដាំនេះគឺដាំនៅក្នុងផ្ទះកញ្ចក់បងប្អូនហើយផ្ទះកញ្ចក់ហ្នឹងគេដាំគាត់ដាំហ្នឹងគឺមានតាំងពីសក់ហ្នឹងវែងណាអាសក់ដែលគាត់ដាំហ្នឹងគឺមួយប្រហែលជាវែងប្រព័ន្ធក៏ដៃកូនក្មេងអញ្ចឹងណាធំហើយវែងប្រព័ន្ធក៏ដៃកូនក្មេងអញ្ចឹងទៅមានប៉េងប៉ោះធម្មតាតូមមានប៉េងប៉ោះតូច cherry តូមគេហ្នឹងហើយនឹងមានម្ទេសផ្លោកហើយនឹងមានផ្កាមានស្លាប់ហើយផ្កាខណានិយាយរួមទៅមានគ្រប់ប្រភេទហ្មងបងប្អូនហើយផ្ទះកញ្ចក់ហ្នឹងគេដាំក្នុងរដូវក្តៅក៏បានតែគេធ្វើផ្ទះកញ្ចក់ហ្នឹងដាំសម្រាប់ក្នុងពេលរដូវត្រជាក់ធ្លាក់ព្រិលអីហ្នឹងគឺអាចដាំបានអញ្ចឹងណាបងប្អូននេះបងប្អូនឃើញទេពេញប៉ោះផ្លែល្អហើយពេញប៉ោះនៅស្រុកនេះដើមធំខ្ពស់បងប្អូនអើយកម្ពស់ក្បាលយើងអីនោះសេឈូងបេះបងប្អូនអើយហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាបើសិនជាចូលចិត្តសូមកុំភ្លេចជួយចុច like share ហើយជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាបាយបាយជម្រាបលា